mê lông hỡi lại hoài mê lông hỡi lại la mê lông hỡi lại hoài mê lông hỡi lại la chấm điệp số tôi sẽ cái chân trái tim mệt rầy khi chúng mình không bạn vì đã nắn chỉ bát riêng không cam thi đầm ra cùng cam thi đầm ra cùng bao nhiêu không bằng cả làng đầm bay chặt đầm lệ nơi chấm này đắng rương ở bây chấm nứa bót pi sào nâng rương ra bứt to to khné cam thi bao nhiêu bạn này chơi đà ra kịch dùng mì rúp bà đại quân là bay mền tên tẹt tông từ lơ này là khâu gì kế là khâu mới tiết được nhung chạm bán cứ được khâu là bè tẹt tông nâng tây và đá cần ngay cần ngon chấm điệp số bông chấm điệp số bông ai nói cái mà thấy ai cái nông phẩy đấy xinh ngỏ lắm nè ai tiệt vô sẽ thọt mà thọt nông phẩy cam thi dương thật ca riêu là ram bài riêu ôi ram riêu đâu có nông tiệt vô các bạn đấy bông anh ấy cái thứ bài relate á thầy men tên á bà chẳng dương châu đò cầm thi dương chấm điệp số từ đây phục mang phong từ óc ní nhầm bạt chum mông văn đào vĩnh hào tề và đa ngày ngon sập ngay nhầm bạt chia đi sắt và to ca sắc xa nâu sẽ còn chỉ lại phụ mình chặt sờ lập á chùm niên đặc nòm rướng ai cái tết là khao gì kề bà hạt ấy ban chịu bong chặt ở rõm sắc xa này khang là khao gì kề đó các bạn cứ đời xa tại tìm mũi ở phúc còn chia nẹt sờ lập á bị đàm đây chia nẹt sờ lập á là khao bà xa ấy bà trong này là bong sai nẹt sờ lập á bà hay mính có quạt nẹt sờ lập á đây quạt màu hiền nó sẽ làm với chùm ní lơ chùm niên là khao gì kề đây chẳngពេលមួយហ្នឹងគឺមានបញ្ហាលកម្មលកោនៅផ្ទះផងយើងដូចថាចង់រត់ចោលផ្ទះណាបងចង់មករៀនពេញក៏មករៀនសួរមីងទៅអីទៅណាមួយយើងអត់ស្គាល់ពីណាដែរនៅពេញហ្នឹងអញ្ចឹងមានតែមីងគាត់អ្នករៀននៅពេញស្រាប់ហើយគាត់បាទហើយគាត់រៀនសិល្បៈអញ្ចឹងទៅយើងពីក្មេងហ្នឹងក៏ធ្លាប់ប្រឡងសិល្បៈកម្មវិធីអីច្រើនដែរមកអញ្ចឹងណាបងបាទសាលាឯកជនគេរៀបចំកម្មវិធីសិល្បៈផ្សេងប្រឡងអីអញ្ចឹងណាបាទយើងមានឧបនិស្ស័យផងយើងមានដងគេហៅដងណាបាទក៏ចូលរៀននៅក្នុងសាលាមធ្យមសិល្បៈនេះបានន័យថាបងកាត់មកភ្លាមបងស្រឡាញ់វិស័យសិល្បៈមកភ្លាមតែម្ដងអាចថាចឹងដែរបងដោយសារតាយើងពីក្មេងមកអ៊ូអីនាំច្រៀងក្រៅអូខេអីដែរតាំងពីពេលដែលបងចាប់ផ្ដើមគិតថាខ្លួនឯងចាប់ផ្ដើមសិក្សាជំនាញនឹងដែលរបៀបថាយើងចេះពីក្នុងសាលាមកហ្មងណាលោដល់ឥឡូវបងសិក្សារយៈពេលប្រើរយៈពេលប្រហែលឆ្នាំដែរបងពេលដែលខ្ញុំរៀននៅជំនាញយីកេនេះគឺរយៈពេល5ឆ្នាំខ្ញុំចូលឆ្នាំ2017ហើយបញ្ចប់នៅឆ្នាំ2022បាទខ្ញុំត្រូវបន្ថយថ្នាក់ពេលដែលខ្ញុំរៀននៅស្រុកនេះខ្ញុំត្រូវរៀនថ្នាក់ទី9អញ្ចឹងខ្ញុំប្រឡងទី9ចប់ហើយខ្ញុំប្រឡងឌីប្លូមចប់ហើយតែខ្ញុំមកដល់សាលាមធ្យមនេះយើងត្រូវបន្ថយថ្នាក់ដើម្បីសិក្សាយកឌីប្លូមរបស់សិល្បៈមួយទៀតអញ្ចឹងខ្ញុំត្រូវបន្ថយថ្នាក់មួយឆ្នាំមករៀនថ្នាក់ទី8អញ្ចឹងវា delay ការរៀនយើងដែរអញ្ចឹងណាបងអត់អីទេបងមុខជំនាញហ្នឹងគឺយើងត្រូវការជាថ្នាក់ចឹងហើយបាទយើងមិនអាចចាប់ផ្ដើមភ្លាមទេបាទឲ្យមែនតើទៅខ្ញុំបានសង្កេតមើលតាមប្រព័ន្ធ social media នៅលើ Facebook ក្តីជាច្រើននៅលើប្រព័ន្ធ media ខ្ញុំឃើញដូចជាចេះជំនាញច្រើនណាជំនាញនេះមានន័យថាខ្ញុំឃើញមានទាំង smooth មានទាំងនេះគេហៅ vlog ដែរ vlog បាទមាន vlog ផងមានអីផងហើយខ្ញុំឃើញបកកាយមែនតើតាក់ទងទៅលើចំណុចហ្នឹងមានន័យថាអាហ្នឹងវាអាចមកពីដងដែរមានន័យថាការរៀនហ្នឹងយើងបានរៀនវាទាំងអស់ឬមួយក៏បែបណាចំពោះការស្មូតឬមួយក៏អីនេះគឺជាហៅថាជំនាញបន្ទាប់បន្សំរបស់យើងតទៀតអញ្ចឹងជំនាញគោលយើងគឺល្ខោនយីកេហើយអញ្ចឹងការស្មូតល្ខោនអាប៉េអីផ្សេងទៀតហ្នឹងគឺជាជំនាញបន្ទាប់បន្សំគេហៅថាឆ្នាំងបាយយើងណាបាទអញ្ចឹងយើងពឹងទៅលើតែជំនាញរបស់យើងមួយវាអាចថាទីផ្សារយើងចង្អៀតអញ្ចឹងយើងជាអ្នកសិល្បៈគេមានពាក្យធៀបមួយថាយើងគឺជាម្សៅឬមួយក៏ជាកមួនអញ្ចឹងយើងត្រូវច្បាច់ខ្លួនឯងឲ្យទៅជារូបរាងផ្សេងគ្នាដែលគេអ្នកចេះថាយើងធ្វើជាម្សៅឲ្យគេច្បាច់តែគេចង់បានអីអញ្ចឹងយើងបើគេចង់បានអីយើងច្បាច់ខ្លួនឲ្យទៅជាអញ្ចឹងយើងមានសម្លេងយើងមានអីខ្លះអញ្ចឹងទៅសិក្សាបន្ថែមYouTube ខ្លះមានលោកគ្រូអ្នកគ្រូអីខ្លះអញ្ចឹងទៅក៏យើងចេះតែវិវត្តខ្លួនបាទបងបាទខ្ញុំចាប់អារម្មណ៍ជាងគេតាក់ទងទៅលើល្ខោនអាប៉េកាលហ្នឹងគឺផ្ទុះខ្លាំងមែនទែនអាហ្នឹងនៅក្នុងអំឡុងដូចជាបនអ៊ំទូកហ្នឹងហើយគឺផ្ទុះមកដល់សប្តាហ៍នេះដល់ដាក់រហ័សនាមថាទេវតាងងបាទអញ្ចឹងចូលដល់មួយទៀតតើការហាត់រៀនទាំងអស់ហ្នឹងតើវាមាន
ផលលំបាកនិងចំណុចដែលលំបាកជាឧបសគ្គសម្រាប់ការហាត់រៀនរបស់យើងហ្នឹងតើវាមានឧបសគ្គអ្វីដែលធំជាងគេដែលយើងពិបាកនឹងបំភ្លេចវាពិបាកអញ្ចឹងណា បើចំពោះឧបសគ្គដែលថាពិបាកក្នុងការហាត់ឬមួយក៏អីហ្មងដូចជាអត់សូវមានទេបងដោយសារតាវាជាក្តីស្រឡាញ់របស់យើងចង់ធ្វើដែរហើយយើងធ្លាប់សិក្សាមកហើយដែរអញ្ចឹងការដែលយើងទៅសម្ដែងឬមួយក៏អីវាអត់សូវមានការពិបាកទេតែអីដែលពិបាកនោះគឺទៅលើពេលវេលាឬមួយក៏ធនធានដែលយើងត្រូវចំណាយហ៎បងអញ្ចឹងពេលដែលយើងហាត់ឬមួយក៏យើងធ្វើនៅស្នាដៃអីមួយតែងតែប្រើប្រាស់នៅទឹកលុយដែរហ្នឹងហើយបងអញ្ចឹងវាពិបាកនៅក្នុងការអញ្ចឹងហើយមួយទៀតគឺពេលវេលាយើងបើថាខ្ញុំមកដល់ពេលដែលខ្ញុំឡើងមកសកលនេះគឺយើងត្រូវរលុយមកខ្លួនឯងដែរអញ្ចឹងការសិក្សាឬមួយក៏អីនេះយើងត្រូវផ្គត់ផ្គង់ដែរអញ្ចឹងការហាត់ឬមួយក៏ពេលវេលាអីហ្នឹងគឺវាពិបាកដោយសារតែយើងព្យាយាមលៃពេលដើម្បីមកហាត់សមហើយនឹងមកសិក្សាលើជំនាញផ្សេងនឹងផងដែរអញ្ចឹងយើងមានការងារច្រើននៅខាងក្រៅដើម្បីយកមកផ្គត់ផ្គង់មកលើការសិក្សារបស់យើងដែរបងសុំមួយចំណុចទៀតតាក់ទងទៅលើការហាត់រៀនមានន័យថាការហាត់រៀនរបស់យើងឧទាហរណ៍ថាដូចនៅខាងក្រៅដូចថាគេរៀនដើររៀនក្បាច់គុណរៀនអីគេមានការសែនប្រេនសែនអីថ្វាយអញ្ចឹងចុះសម្រាប់យើងជាសិស្សនៅក្នុងសាលាអញ្ចឹងទៅទម្រង់របស់យើងជាគេបាទអញ្ចឹងតើការហាត់រៀនហ្នឹងយើងដាក់ថ្វាយសែនគ្រប់សិស្សទាំងអស់ឬមួយក៏មិនដែរពេលដែលយើងចាប់ផ្ដើមហាត់អីចឹងណាបើចំពោះល្ខោនយីកេនេះពេលដែលចូលមកតាមខ្ញុំចាំថ្ងៃដំបូងដែលខ្ញុំបានចូលមកនេះគឺយើងនាំគ្នាអុជធូបអីដែរអញ្ចឹងមានការច្រៀងថ្វាយមានការសែនអីខ្លះដែរបងប៉ុន្តែបើថាឲ្យមានដូចជាមានជូនសធម៌បាយសីអីហ្នឹងគឺអត់ទាន់បង្កើតដំបូងទេប៉ុន្តែយើងមានប្រពៃណីមួយសម្រាប់អ្នកសិល្បៈគឺពេលដែលថ្ងៃពហុឡើងគឺយើងនាំគ្នាធ្វើពិធីស្ពះគ្រូអញ្ចឹងចំពោះអ្នកសិល្បៈថ្ងៃពហុនេះគឺជាថ្ងៃដ៏សំខាន់មួយដោយទៅនឹងទម្រង់ផ្សេងដែរហើយយើងនាំគ្នាកំណត់យកថ្ងៃពហុនេះដើម្បីជាថ្ងៃគេហៅថាថ្ងៃគ្រូដើម្បីយើងរំលឹកនឹកគុណដល់គ្រូដែលគាត់បានបាទនឹងថ្ងៃគ្រូសិល្បៈយើងទាំងអស់ផងដែរបងគ្រប់ទម្រង់សិល្បៈទាំងអស់អញ្ចឹងភាគច្រើនរាល់ការគោរពនិងអុជធូបថ្វាយគឺថ្ងៃពហុភាគច្រើន ថ្ងៃធម្មតាក៏អុជបានដែរថ្ងៃសិលក៏អុជបានដែរប៉ុន្តែគេថាគេមូលមតិគេមិនមែនទេជាក្បួនដែរបាទដែលគេកំណត់យកថ្ងៃពហុនេះជាថ្ងៃគ្រូបាទហ្នឹងហើយអញ្ចឹងជារៀងរាល់ថ្ងៃពហុយើងតែងតែធ្វើនៅកម្មវិធីស្ពះគ្រូទោះបីទូចក៏ដោយធំក៏ដោយក៏យើងហើយណាស់ក៏យើងបានអុជធូបយកផ្លែឈើយកមកសែនដែរបាទបែបហ្នឹងបងបោះក្បាយមួយទៀតតាក់ទងនឹងយីកេខ្ញុំឃើញធ្លាប់មានខ្ញុំធ្លាប់ដូចជាធ្លាប់សួរមិត្តភ័ក្តិម្នាក់ហើយក៏គាត់បានឆ្លើយក្បោះក្បាយដែរតើប្រវត្តិនៃយីកេប្រវត្តិយីកេមានដើមកំណើតដល់ពីណានៅក្នុងស្រុកយើងឬមួយក៏យ៉ាងណាចឹងដែរចំពោះល្ខោនយីកេនេះបើមកសួរមកដល់ខ្ញុំបាទខ្ញុំអត់ទាន់បានស្រាវជ្រាវឃើញឯកសារណាមួយដែលគេនិយាយថាប្រកាសឬមួយក៏ពិតជាមកពីនេះឬមួយក៏ពិតជាមកពីនោះឯងបាទមានតែពាក្យថាប្រហែលហើយនឹងមានពាក្យថាជាគ្រាន់តែជាមតិវាបែបហ្នឹងបងអញ្ចឹងខ្ញុំអត់ទាន់បានឃើញឯកសារណាមួយដែលថាច្បាស់ថាយីកេហ្នឹងមកពីស្រុកចាមស្រុកជ្វាស្រុកម៉ាឡាយូឃើញតែថាជាមតិហើយនឹងការសន្និដ្ឋានខ្លះទៅតាមសភៅរៀងខ្លួនអញ្ចឹងសភៅខ្លះក៏លោកបានចែងមកថាមកពីចាមជ្វាបាទសភៅខ្លះក៏មកពីជ្រោយម៉ាឡាយូបាទវាបែបហ្នឹងបងអញ្ចឹងចំពោះល្ខោនយីកេនេះបើពីលោកគ្រូអ្នកគ្រូមកលោកអាចថាមកក្នុងសម័យព្រះបាទជ័យវរ្ម័នទី2ដែលព្រះអង្គយាងមកពីស្រុកចាមព្រះអង្គយាងមកតាមទូកហ្នឹងហើយក៏យកដែលហៅថាយើងហៅថាតែយើងទៅស្រុកគេយើងដឹងហើយណាក៏មានអីជាប់ដៃតិចតួចមកពេញដែរអានោះដូចយើងផ្លាស់ប្ដូរគ្នាឬមួយក៏អាចថាជាចំណងចំណូលចិត្តឃើញព្រះអង្គតតទៅឃើញថាអូឃើញថាល្អក៏យកមកដាក់មកលេងនៅស្រុកខ្មែរយើងប៉ុន្តែអីដែលល្អបំផុតនោះគឺព្រះអង្គបានធ្វើឲ្យល្ខោនយីកេនេះបែបទៅជារសជាតិខ្មែរយើងវិញហ្នឹងហើយយើងអត់យកមកទាំងដុលទេដឹងស្រាប់វិញសូម្បីតែអង្គរវត្តយើងក៏មាន inspire មកខ្លះដែរបងត្រូវបាទមកពីឥណ្ឌាឬមួយក៏អីតែគេថាយើងឆ្នៃយ៉ាងម៉េចឲ្យទៅជាខ្មែរចំហ្មងហ្នឹងហើយបែបហ្នឹងបងមានពាក្យខ្លះមានន័យថាម៉េចដូចណងរ៉ាក់ស្អីណងរៃដូចអីចឹងណាមានតែ clear មានថាវាបូកផ្សំជាមួយនឹងពាក្យពេចន៍វាមានខ្មែរលាយជាមួយនឹងដូចភាសាឡាវ
đưa ai mà khai chẳng ta anh đang về chẳng này អូខេបងចំនួនល្អអីដែលខ្ញុំចង់និយាយពីមុនមកដែរ បាទ អានេះជាទស្សនៈខ្ញុំ បាទ ហើយនឹងខ្ញុំបានពិភាក្សាជាមួយគ្រូដែរអឺយើងពាក្យទាំងអស់ហ្នឹងមានពាក្យច្រើនដែលយើងមើលទៅពាក្យខ្លះបកបានពាក្យខ្លះបកអត់បានដូចពាក្យថៃយើងណងរៈណងរៃអញ្ចឹងណងហ្នឹងប្អូនណាហ្នឹងហើយណងប្អូនរៈហ្នឹងស្រឡាញ់ហើយចុះណងរៃហើយចុះសៃលេនហ៊ូហ៎ហើយចុះឆាអោរណោតើឥឡូវបងឯងបកបានពាក្យណាខ្លះបកបានតែមួយម៉ាត់ណាណងរៈណាបោះថៃហើយចឹងទៅបងឯងយកមកផ្គុំគ្នាបើថាបកឲ្យបានទាំងអស់ដូចជាខ្ញុំធ្លាប់អានសភៅមួយគេថាបកបានប៉ុន្តែពេលដែលយើងយកមកផ្គុំគ្នាអត់ដឹងបានន័យអីគេ chẳng nó vì chỉ sâu xiên ấy vẫn vì អាចថាបងឯងអាចថាយល់ថាវាជាគេហៅថា signature របស់ GK ពេលដែលអត់មានពាក្យទាំងអស់ហ្នឹងមិន GK យើងនៅមានអំណាងទៀតដូចជា score បាទដូចជាបទភ្លេងខ្លះតែគេថាវាស្លអត់មានប្រហុកបាទអញ្ចឹងបើអត់ប្រហុកស្លប្រហើមិនចេញស្លប្រហើដាក់ប្រហុកអត់បាទដាក់តែហ្នឹងហើយកកោអត់ប្រហុកមិនកើតវាបែបអញ្ចឹងអញ្ចឹងពាក្យទាំងអស់ហ្នឹងបើឲ្យខ្ញុំបកស្រាយប្រាប់អ្នកទាំងអស់គ្នាថាពាក្យទាំងអស់ហ្នឹងជាពាក្យនៅជាពាក្យបន្តរបស់លខោន GK ជាភាសាបន្តរបស់ GK អាចនិយាយថាជាការផ្សំគ្រឿង បាទអញ្ចឹងបើសិនជាឲ្យយើងទៅបកយកមកបកមកហើយយកមកផ្គុំគ្នាមកបានន័យថាម៉េច បានន័យថាយើងបកឲ្យចាប់ន័យតែមួយក៏អត់ចាញ់យើងដកពាក្យហ្នឹងចេញក៏អត់បាន ហើយអញ្ចឹងហើយបទខ្លះដូចបទem ơi lắm gì ប្រែว่าพี่พันธ์ em ơi ทำใจបើស្ដាប់ទៅមានពាក្យអីខ្លះ em ơi ហ្នឹងដូចចង់ចូលភាសាវៀតណាមផងឡំយីអីហ្នឹងចង់ចិនតិច ឡំយីឡំយ៉ៃ ភីវ៉ាភេផាត់អីហ្នឹងថាយកមកចូលគ្នាមកបានន័យថាម៉េចបែបអញ្ចឹងហ៎បងយល់ ឆ្ងល់មួយទៀតតាក់ទងទៅលើអ្នកដែលចងគាត់ បាទគាត់ពូកែមែនតើ មានន័យថាយើងស្ដាប់ទៅទីមួយមិនភ្លាវ បាទ ហើយបើសិនជាតម្រងឥឡូវដូចថាដូចគេមាន row score row ឲ្យមានតួអង្គរំអញ្ចឹងណា បាទ វាធ្វើឲ្យអ្នកមើលហ្នឹងវាព្រឺអស់ហើយ ហ្នឹងហើយ ខ្ញុំក៏ព្រឺដូចគ្នាដែរ គាត់តែគេចេញសូសៀងមកវាចូលគ្នាល្អមែនតើ ហើយអញ្ចឹងបានថាតើអ្នកដែលនិពន្ធមកតើគាត់មាន idea មានន័យថាគំនិតរបស់គាត់ខ្លាំងដល់កម្រិតណាខ្ញុំអត់ដឹងព្រោះពិបាកនឹងប៉ាន់ស្មាន ឥឡូវចេះជីកេមានបន្ទោ បាទ បើយើងយកមកបកបើយើងយកមកយកមកនេះឥឡូវមកថាណោងរ៉ាំងណោងរ៉ៃឥឡូវថាខ្ញុំស្មាតទោសខ្ញុំដាក់បកឲ្យចេញខ្មែរចុះ បាទ បាទ អូនស្រឡាញ់បងស្រឡាញ់ទៅជាចឹងឥឡូវមកឲ្យស្ដាប់ទៅព្រោះអត់ វារឿងសុគា ហ្នឹងហើយវាបែបហ្នឹងហ៎បងអញ្ចឹងវាជាដូចថារសជាតិមួយឲ្យជីកេឲ្យគេថាអូជីកេព្រោះដោយសារអញ្ចឹងហ្នឹងហើយជីកេឆ្ងាញ់ដោយសារអញ្ចឹងបើអត់មានបន្តអស់ហ្នឹងអត់ដឹងជីកេអត់ដូចថាដូចតលគេអីឯងដែរមិនមែនជីកេបែបហ្នឹងហ៎បងហ្នឹងបាទ ចឹងទៅសើអ្នកនិពន្ធគាត់ប្រកែ ដូនតាយើងហ្នឹងបងមិនមែនអ្នកនិពន្ធទៅជាដូនតា តាមខ្ញុំដឹងនេះគេហៅថាបទមួយនៅក្នុងមានសរុបទាំងអស់មានប្រមាណបទយីកេណា បើតាមការសិក្សារៀនសូត្រមកគឺមាន83បទបង 83 បាទហើយព្រោះឃើញបន្ថែមខ្លះទៀតចូល85ហើយ អញ្ចឹងមានន័យថារហូតដល់85បទ បាទ សិតតែភាសាបន្ទោអញ្ចឹងទាំងអស់ បទខ្លះអត់មានបន្ទោ អូ បទខ្លះក៏អត់មានបន្ទោដែរ អាចលើក sample អាចលើកឧទាហរណ៍បន្តិចបានទេ បទអត់បន្ទោឬមួយក៏មិន បទអត់បន្ទោ បទអត់បន្ទោដូចជាបទកមុំស្រុកស្រែអញ្ចឹងណាគឺគេលេងតែក្បាលធំមកគេចូលទៅច្រៀងយកហ្មងក្នុងចិត្តអបសុកស្ទើរថប់ដង្ហើមហើយអអាយកុំផ្ដើមចំអកឲ្យខ្ញុំត្រប់មកដល់លលោកខ្មោចយំហើយទ្រូងអើយទុកធំក្នុងជ្រួងសែនជ្រៅហើយ ចុះនៅពេលដែលចូលបន្ទោវិញ ចូលបន្ទោយើងអត់មានទេ អូ យើងទៅជាលេងត្រហ្នឹងបដែតតិចតិចចឹងទៅណាបងបាទបត់ខ្លះក៏អត់មានបន្ទោដែរ បាទ បែបហ្នឹងបង ពិតជាពូកែមែនតើតាក់ទងទៅការនិពន្ធមានន័យថាបទចម្រៀងគឺរហូតដល់85បទ បាទ អញ្ចឹង
ខ្ញុំធម្មតាបើឲ្យទៅសេតែមកกระดาษខ្ញុំងាប់មកអញ្ចឹងទៅរំដល់80ជាងទៀតមិនធម្មតា ឥឡូវ80វិញខ្ញុំជួយទៅសេបន្តឲ្យផង 80ជាងហើយពេលខ្លះមានបញ្ចូលភាសាផ្សេងទៀត បាទ តើបងមានកម្រងអ្វីឬមកក៏មានផែនការអ្វីដើម្បីផ្សព្វផ្សាយយីកេឲ្យកាន់តែមានភាពទូលំទូលាយដើម្បីឲ្យក្មេងៗចំនួនក្រោយគាត់មានចំណាប់អារម្មណ៍គាត់ចង់សិក្សាគាត់ចង់ចេះដូចបងអញ្ចឹងណាបង បើចំពោះខ្ញុំឥឡូវនេះគឺកំពុងតែផ្សព្វផ្សាយទៅតាមបណ្ដាញសង្គមឲ្យច្រើនតាមដែលអាចធ្វើបានហើយថ្មីនេះហើយក៏ដូចជាឥឡូវនេះកំពុងតែប្រឡងក្នុងកម្មវិធីមួយអញ្ចឹងខ្ញុំសង្ឃឹមថាខ្ញុំអាចនឹងយកជីកេរបស់ខ្ញុំយកទៅដាក់នៅថ្ងៃដែលខ្ញុំបាន ប្រកួតនៅក្នុងកម្មវិធីហ្នឹងដែរ អញ្ចឹងន័យថាបងឡើងប្រឡងហ្នឹងគឺបងយកយីកេដែលជា skill របស់បងទៅមាន ទាំងយីកេមានទាំងអាប៉េអញ្ចឹងទៅយើងប៉ុន្តែគាត់ថាបើ talent របស់ខ្លួនឯង talent ខ្លួនឯងទាំងអស់ប៉ុន្តែគាត់ថាបើសិនជាឲ្យខ្ញុំរើសមួយខ្ញុំនឹងជ្រើសយកយីកេរបស់យើងដែលជាជំនាញគោលដែលជាគ្រូដើមរបស់យើង អញ្ចឹងន័យថាបងគាត់ក៏មានប្រកួតកម្មវិធីមួយដែរដែលគាត់យកយីកេទៅប្រកួតអញ្ចឹងបងប្អូនកុំភ្លេច control បាទព្រោះសិល្បៈគឺគាត់ខំប្រឹងថែរក្សាមែនតើបាទហើយក៏កុំភ្លេចចូលរួមអស់គ្នាបាទថែរក្សាសិល្បៈផ្នែកខាងយីកេ ចុះមួយទៀតតាក់ទងនឹងបើចំណោមឥឡូវថាសូយអញ្ចឹងតើយើងស្រឡាញ់តួអង្គអ្វីជាងគេតួអង្គសម្ដែងណា តួសម្ដែង បាទ ពីដើមមកយើងវាមិនសូវអំណោយផលពីធម្មជាតិដែរអញ្ចឹងណាអញ្ចឹងអកុសលដែរយើងសម្ដែងបានទទួលចាស់តួអីអញ្ចឹងទៅហ្នឹងហើយណាមចង់ដើរតួឯកមកគាត់គាត់ថាអត់អីទេអីដែលបានសម្ដែងទាំងអស់ហ្នឹងមកគឺស្រឡាញ់ហើយបាទគឺគេស្គាល់ខ្ញុំដោយសារហ្នឹងហើយបាទអញ្ចឹងបើសិនជាឲ្យខ្ញុំទៅដើរតួស្រស់ស្អាតដូចគេក៏វាមិនកើតដែរអញ្ចឹងតួដែលខ្ញុំបានសម្ដែងទាំងអស់ហ្នឹងគឺស្រឡាញ់ចង់សម្ដែងតទៀតដើម្បីគេស្គាល់ថាយើងអត់បានធ្វើតួមួយដែលយើងចង់ធ្វើមែនប៉ុន្តែយើងកាន់តួណាគឺធ្វើឲ្យតួហ្នឹងរស់រវើកហ្មងបាទហ្នឹងហើយមានតួថ្លុកមានទេវតាថ្លុកនឹងផងបាទបែបកំ pl ែងបាទហើយក្តីសុកយើងដែរនៅពេលដែលយើងបានឃើញគេអញ្ញឹមហ្នឹងហើយសើចធម្មតាទេបងប្អូនអ្នកដែលសិល្បៈនៅពេលដែលគាត់ធ្វើឲ្យបងប្អូនទស្សនិកជនគាត់មើលហើយគាត់សើចហ្នឹងក៏ជាក្តីសុករបស់យើងខ្លួនឯងដែរពិតប្រកបរបស់សិល្បករយើងអស់គ្នាបាទតទៅមុខទៀតណាបងចង់ចាប់អាជីពផ្សេងទៀតបន្ទាប់ពីយីកេនឹងទៀតឬមកក៏យ៉ាងណាដែរបងបន្តជាមួយយីកេមានន័យថានៅបន្តជាមួយយីកេរហូតទៀតឬមួយក៏មានចង់ចាប់ជំនាញផ្សេងបន្តទៀតបាទបាទបង plan B ហ៎បងចឹងបាទ plan B ខ្ញុំដូចជាមិនទាន់មានតែគេថាអីដែលធ្វើសម្ងាយនេះឃើញថាភាពជោគជ័យមួយគឺយើងបានធ្វើវីដេអូនៅក្នុងsocial media បណ្ដាញសង្គមបាទហ្នឹងហើយអញ្ចឹងអាចថាខ្ញុំអាចនឹងមើលទៅលើចំណុចហ្នឹងដែរបាទអញ្ចឹងប៉ុន្តែគេថាទៅថ្ងៃមុខទៀតអត់ដឹងមកទេគេលុយយើងទៅនៅស្រុកបាត់អីចឹងណាហ្នឹងហើយបាត់មុខខ្ញុំមកនិយាយអីចឹងតែអំឡុងពេលដែលបងអាចធ្វើបាននេះបងព្យាយាមចាត់រំលែកម្ដងតិចម្ដងតិចបាទអញ្ចឹងគួបផ្សំជាមួយនឹងជំនាញដែលយើងមានអាចទៅយកទៅបង្ហាញនៅក្នុង social media អញ្ចឹងជា content creator ឬមួយក៏អីបែបហ្នឹងបងបាទហ្នឹងហើយដោយសារខ្ញុំចង់ឲ្យបងឯងអាចច្រៀងផ្ទាល់បានទេបងបាត់យីកេពីបត់ណាដើម្បីគិតថាច្រៀងឲ្យអាចធ្វើឲ្យយើងមានអារម្មណ៍ថាឡងឡូចយកប្រឡប់អធិទៅនេះអាចថាទី1ច្រៀងយីកេទៅគឺថាបត់ណាដែលខ្លួនឯងស្រឡាញ់ចិត្តទី1ទី2 smooth មួយមក smooth បាទយកបែបឲ្យបងប្អូនស្ដាប់ពេលរាត្រីហើយយកប្រឡប់និយាយទៀតអូអែមគឺព្រួយអញ្ចឹងអាចចាប់ដើមបានយើងអាចរកបានណាបាទចាប់ដើម1 2 3បាទឥឡូវយប់ប្រឡប់យប់យន្តស្ទុនសូរិយេហើយអញ្ចឹងក៏ជូនបត់បំពេរាត្រីមួយចុះដែលយើងបត់បើយើងគឺបត់នាងផ្ទុំបាទមេឡុងហើយឡាវអាយមេឡុងហើយឡាវឡាមេឡុងហើយឡាវអាយមេឡុងហើយឡាវឡាចំបៃអើយចំប៉ាចុងស៊ីអើយសារផាន់
chăm bay ơi chăm pa trong xì ơi xaพัน cài bật ôn ai tại muối cài pruôi ơi răng tôn tâm cài bật ôn ai tại muối cài pruôi ơi răng tôn tâm bà thùy ơi xăm xăm nòm niềng ơi chôl đê bà thùy ơi xăm xăm nòm niềng ơi chôl đê bọt mấy chục non chân niềng tôm niềng bong tôm bong bà khơi tha bong chơi ngay trong càng nghi dân bị tập tôm on long lôi pro maintain bong យើងរៀនសាមញ្ញកុំតន់ផ្ទុំឲ្យយើងគេងគេ smooth ខ្ញុំឃើញ smooth អង្គុយនៅចិត្តជានាងផ្ទះហ៎ហើយយើង smooth ចំណងជើងអីនេះភ្លេចចំណងជើង អូបារាពិបាកសូត្រទេបង បាទឥឡូវសួរសិន show យើងកាក់ខែមែន ចាក់ខែពុំចិត្តដល់ខែភ្ជុំយើងចាក់ទៅត្រូវហ្មង គេហ្នឹងហើយ អូខេបងបាទ សុំបែបរៀងវែងតិចឲ្យសុំឲ្យមានអឿនមិនអឿនឈឿនអឿនខ្ញុំសុំឈឿនដែរ អូខេបាទ ឥឡូវបងដាក់ចោះដាក់ឲ្យតគិតថាមកឆ្ងាញ់ខ្លួនឯង បំពេបងប្អូន បាទបាទ បារាភវន្តាំងបរិសង្មយ៉ាងបច្ឆាមង្គតមង្គបរិសង្ឃពធមេគិមៈកាងបារាភវតោមុខੰយើងខ្ញុំទាំងឡាយមកសូមទូលសួរនៅហេតុដែលគួរចម្រើនវិនាងប្រស្រីក្នុងលោកកសន្និវៀងដែលនឹងវិនាងសាបសូនចាគុណពួងប្រាំងគោដំព្រះអង្គមានបនមេត្តានិមន្តសំដែងឲ្យទៀនវិនាងទី1អ្វីជាប្រធាននាំសត្វណែឲ្យមានសេចក្តីវិនាងយើងវែងទៀតណាបងណាបាទ
សុំទិញសលេង រៀងផត់តិចបងមានភ័យដែរ បានហៅថាមនុស្សដែលមានទេពកោសលពីខាងក្នុងមកតែម្ដងបាទអញមិញបងប្អូនបានស្ដាប់ការស្មូតផងការចេញនិយាយគេរបស់បងប្រុសផងឥឡូវមកដល់ចង់បញ្ចប់នៅក្នុងកម្មវិធីហើយបាទអញ្ចឹងសូមបងជួយបង្ហាញពីចំណាប់អារម្មណ៍ហើយមានអ្វីផ្ដែផ្ដាំទៅដល់បងប្អូនដែលគាត់បានទស្សនាកម្មវិធីយើងណាបង បាទអរគុណបងជាចុងក្រោយខ្ញុំបាទសូមអរគុណដល់កម្មវិធីតម្រាគុំហើយក៏ដូចជាអរគុណបងទាំងអស់គ្នាបងក្រុមការងារដែលបានអញ្ជើញខ្ញុំបាទមកក្នុងកម្មវិធីក្នុងថ្ងៃនេះហើយឃើញថាកម្មវិធីថ្ងៃនេះពិតជាអាចចែករំលែកនៅចំណេះដឹងជាច្រើនមែនទែនដែលជាអបិយជំនឿរបស់ខ្មែរយើងហើយក៏បានបង្ហាញនៅថ្ងៃនេះខ្ញុំបានមកជាសិល្បករអញ្ចឹងក៏បានបង្ហាញនៅសិល្បៈរបស់ខ្មែរយើងផងដែរដើម្បីចែកជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបានទស្សនាជាការកំសាន្តផងហើយនឹងបានទទួលនៅចំណេះដឹងបន្ថែមផងអញ្ចឹងខ្ញុំសូមជូនពរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាក៏ដូចជាអរគុណជូនពរដល់ក្រុមការងារទាំងអស់សូមឲ្យបានសេចក្តីសុខសេចក្តីចម្រើនកម្មវិធីនេះឲ្យកាន់តែបោះឈ្មោះមានសម្លេងទៅមុខថែមទៀតហើយក៏សង្ឃឹមថានឹងចែករំលែកនៅចំណេះដឹងល្អទៅដល់ទស្សនិកជនដើម្បីគាត់បានទស្សនាដើម្បីជាបានទទួលនៅចំណេះដឹងហើយនឹងបានផលមកវិញផងដែរនៅពេលដែលពួកគាត់បានទស្សនាហ្នឹងហើយអរគុណច្រើនបង អញ្ចឹងពីខ្ញុំព្រមទាំងបងហើយនឹងក្រុមការងារទាំងអស់ក៏សូមជូនពរដល់បងប្រុសចូលរួមប្រកួតឲ្យបានជោគជ័យបាទ សាធុ បងប្អូនទាំងអស់គ្នាបានមកដល់គណៈពេលនេះគឺកម្មវិធីយើងដល់ទីបញ្ចប់ហើយ ពុកម៉ែបងប្អូនដែលបានទស្សនាបើសិនជាមានចំណាប់អារម្មណ៍ចង់បង្ហាញនៅក្នុងកម្មវិធីរបស់យើងគាត់អាចចូលរួមបាន បាទ ហើយទី2គាត់អាចមានសាច់រឿងតែគាត់អត់ហ៊ានចេញមុខគាត់អាចបោះជាសាច់រឿងឬមួយក៏ធ្លាក់តាមក្រុមតាម Telegram ចំពោះម៉ែពុកដែលចាស់យូរីដែលគាត់អត់អាចមកបានអញ្ចឹងតែមានន័យថាគាត់ពិបាកក្នុងការធ្វើដំណើរក្រុមតម្រាគុំយើងគឺនឹងទៅដល់ទីតាំងគាត់តែម្ដងបាទទីចុងក្រោយខ្ញុំបាទស្រៀង ខ្ញុំបាទវិរៈណាន់ ខ្ញុំបាទមុំវ៉ាន់ដាវិន បាទសូមជម្រាបលាសូមអរគុណ